រឿងនេះនិយាយអំពីយុវជនមួយក្រុមដែលសម្រេចចិត្តជួលផ្ទះចាស់មួយខ្នងនៅជីក្រុងដើម្បីសន្សំលុយនិងរស់នៅជុំគ្នាប៉ុន្តែអ្វីដែលពួកគេទទួលបានមិនមែនជាក្តីសុខឡើយតែជាសុបិនអាក្រក់ដែលមិនអាចបំភ្លេចបានផ្ទះនោះជាផ្ទះឈើពីរជាន់មានសភាពមាំមួនល្អប៉ុន្តែបរិយាកាសជុំវិញហាក់ស្ងប់ស្ងាត់ជ្រុងខុសធម្មតាតម្លៃជួលថោកគួរឲ្យភ្ញាក់ផ្អើលជាហេតុធ្វើឲ្យពួកគេមិនបានគិតវែងឆ្ងាយនៅយប់ដំបូងសម្រេចចម្លែកចាប់ផ្ដើមបន្លឺឡើងពីជាន់ខាងលើទោះបីជាគ្មានមនុស្សនៅទីនោះក៏ដោយរាល់យប់វេលាម៉ោង3រំលងអធ្រាត្រពួកគេតែងតែសំឡេងអូសវត្ថុធ្ងន់ឬសូរដូចគេអូសទូឬក្រែនៅលើក្បាលពួកគេក្លិនស្អុយរលួយក្លិនដែលមិនដឹងប្រភពភីចេញពីបន្ទប់ទឹកស្រមោលខ្មៅជារឿយពួកគេឃើញស្រមោលមនុស្សស្រីសក់វែងឈរថ្មឹងនៅចុងជណ្ដើរប៉ុន្តែពេលបញ្ចាំងភ្លើងទៅក៏រលាយបាត់ទៅវិញដោយទ្រាំមិនបានពួកគេក៏ស៊ើបសួរអ្នកភូមិនៅក្បែរនោះទើបដឹងថាផ្ទះនេះធ្លាប់មានរឿងរ៉ាវអយុត្តិធម៌មួយកាលពីច្រើនឆ្នាំមុនមានស្ត្រីម្នាក់ត្រូវបានគេធ្វើបាបនិងបង្ខាំងទុកក្នុងបន្ទប់ក្រោមដីរហូតដល់ដាច់ខ្យល់ស្លាប់វិញ្ញាណនាងមិនបានទៅណាឡើយគឺនៅចាំដេញអ្នកដែលមកបំពានកន្លែងរបស់នាងយប់ចុងក្រោយវិញ្ញាណនោះបានបង្ហាញខ្លួនយ៉ាងច្បាស់នៅចំពោះមុខពួកគេជាមួយនឹងផ្ទៃមុខដែលខ្ទេចខ្ទីនិងសម្រែកយំទារោគយុត្តិធម៌ពួកគេភ័យស្លន់ស្លោរត់ចេញពីផ្ទះទាំងកណ្ដាលអាធ្រាត្រចោលទាំងខោអាវនិងសម្ភារៈបន្ទាប់ពីរត់ចេញទាំងយប់យុវជនក្រុមនោះបានដឹងថាមិត្តភក្តិម្នាក់ក្នុងក្រុមឈ្មោះភក្តីបានភ្លេចកាបូបលុយនិងឯកសារសំខាន់នៅក្នុងផ្ទះនោះដោយសារតែភាពចាំបាច់ពួកគេក៏សម្រេចចិត្តត្រឡប់ទៅវិញនៅថ្ងៃបន្ទាប់ប៉ុន្តែលើកនេះពួកគេទៅទាំងថ្ងៃត្រង់ដើម្បីជៀសវាងគ្រោះថ្នាក់ខណៈពេលដែលកំពុងរកកាបូបភក្តីបានប្រទះឃើញទ្វារតូចមួយនៅក្រោមជណ្ដើរដែលពីមុនពួកគេមិនដែលចាប់អារម្មណ៍ដោយចង់ដឹងពួកគេក៏សម្រេចចិត្តគាស់ទ្វារនោះក្លិនផ្អួរនិងខ្យល់ត្រជាក់បានបក់ចេញមកភ្លាមនៅខាងក្នុងនោះពួកគេបានឃើញសម្លៀកបំពាក់ចាស់ជាឈុតសម្រាប់កាយរបស់មនុស្សស្រីដែលប្រឡាក់ទៅដោយស្នាមឈាមក្រៀមកំណត់ហេតុប្រចាំថ្ងៃសៀវភៅមួយក្បាលដែលសរសេររៀបរាប់ពីការជិះចាប់និងការជាប់ឃុំឃាំងកញ្ចក់បុរាណមួយកញ្ចក់នោះហាក់ដូចជាមានវិញ្ញាណព្រោះរាល់ពេលមើលទៅពួកគេឃើញស្រមោលម្នាក់ទៀតឈរនៅពីក្រោយជានិច្ចស្រាប់តែទ្វារផ្ទះទាំងអស់បានបិទជិតដោយខ្លួនឯងពន្លឺថ្ងៃដែលធ្លាប់តែភ្លឺច្បាស់ប្រែជាស្រអាប់ដូចពេលប្រឡប់សំឡេងខ្សឹបខ្សៀវចាប់ផ្ដើមបន្លឺឡើងថាជួយខ្ញុំផងកុំទុកខ្ញុំចោលអីភក្តីបានបើកមើលទំព័រចុងក្រោយនៃកំណត់ហេតុដែលសរសេរដោយឈាមថាអ្នកណាដែលដឹងរឿងនេះត្រូវតែនៅទីនេះជាមួយខ្ញុំភ្លាមនោះស្រមោលខ្មៅដែលធ្លាប់តែឃើញពីចម្ងាយបានលេចមកត្របាក់យកភក្តីចូលទៅក្នុងភាពងឹតនៃបន្ទប់ក្រោមជណ្ដើរនោះមិត្តភក្តិដែលនៅសល់បានភ័យស្លន់ស្លោប៉ុន្តែពួកគេដឹងថាបើមិនជួយភក្តីទេគ្រប់គ្នានឹងមិនអាចចេញទៅវិញបានឡើយពួកគេក៏បានប្រមូលកំណត់ហេតុនោះហើយសូត្រធម៌ផ្សាយមេត្តារួចសន្យាថានឹងយកធាតុរបស់នាងទៅធ្វើបុណ្យតាមប្រពៃណីរំពេចនោះសភាពអាប់អួរក៏លីបាត់ទៅភក្តីត្រូវបានរកឃើញវិញក្នុងសភាពសន្លប់បាត់ស្មារតីនៅជ្រុងបន្ទប់ពួកគេបាននាំគ្នាជញ្ជូនរបស់ចេញនិងនិមន្តព្រះសង្ឃមកសូត្រធម៌ដេញអុកទ្រពចង្រៃនិងឧទ្ទិសកុសលដល់វិញ្ញាណដែលនៅវិលវល់នោះបន្ទាប់ពីភក្តីត្រូវបានសង្គ្រោះចេញពីបន្ទប់ក្រោមជណ្ដើរមិត្តភក្តិទាំងឡាយគិតថាគ្រប់យ៉ាងនឹងចប់ប៉ុន្តែពួកគេគិតខុសនៅពេលពួកគេត្រឡប់ទៅដល់កន្លែងស្នាក់នៅបណ្ដោះអាសន្នភក្តីចាប់ផ្ដើមមានអាកប្បកិរិយាចម្លែកគេអង្គុយសម្លឹងទៅជញ្ជាំងរួចសរសេរអក្សរដែលលើក្រដាសថាជួយដោះលែងខ្ញុំមិត្តភក្តិម្នាក់ទៀតឈ្មោះវិបុលបានសម្រេចចិត្តបើកអានកំណត់ហេតុដែលយកចេញពីផ្ទះនោះយ៉ាងលម្អិតខ្លឹមសារក្នុងនោះបានរៀបរាប់ថាស្ត្រីម្ចាស់កំណត់ហេតុឈ្មោះនារីនាងមិនមែនស្លាប់ដោយសារជំងឺឬគ្រោះថ្នាក់ឡើយប៉ុន្តែគឺត្រូវបានគេសម្លាប់ដើម្បីធ្វើជាអ្នកយាមទ្រព្យម្ចាស់ផ្ទះដើមគឺជាគ្រូធ្មប់ម្នាក់ដែលបានកប់មាសប្រាក់នៅក្រោមគ្រឹះផ្ទះហើយបានប្រើវិញ្ញាណនារីឲ្យនៅចាំយាមកុំឲ្យអ្នកណាមកបំពានបានមិនមែនតែយប់ឡើយសូម្បីតែពេលថ្ងៃក៏វិញ្ញាណនោះចាប់ផ្ដើមតាមលងបន្លាចពួកគេដល់កន្លែងថ្មីវិបុលបានឃើញទឹកហូរចេញពីក្បាលរំនៃក្នុងបន្ទប់ទឹកប្រែជាពណ៌ជាឈាមចំណែកឯកញ្ចក់ដែលពួកគេយកចេញពីផ្ទះនោះចាប់ផ្ដើមប្រេះស្រាំដោយខ្លួនឯងជាសញ្ញានៃគ្រោះថ្នាក់ស្រាប់តែមានទូរស័ព្ទរោទឡើងវាជាលេខរបស់ម្ចាស់ផ្ទះជួលដែលពួកគេទើបតែរត់ចេញសំឡេងម្ខាងទៀតមិនមែនជាមនុស្សទេប៉ុន្តែជាសំឡេងស្រែកយំយ៉ាងគ្រលួចនិងសំឡេងខ្សឹបថាយកវាត្រឡប់មកវិញបើមិនយកកំណត់ហេតុមកវិញទេគ្មានអ្នកណាម្នាក់មានជីវិតឡើយពួកគេដឹងថាមានតែផ្លូវមួយគត់គឺត្រូវរំដោះវិញ្ញាណនារីចេញពីចំណងអាថ៌កំបាំងនោះពួកគេបាននាំគ្នាទៅរកគ្រូអាចារ្យដែលមានបារមីខ្លាំងម្នាក់
លោកគ្រូបានប្រាប់ថាវិញ្ញាណនេះត្រូវបានចងភ្ជាប់ដោយមន្តអាគមខ្មៅបើមិនដុតកំណត់ហេតុនឹងគាស់យកឆ្អឹងនាងចេញពីក្រោមផ្ទះនោះទេនាងនឹងតាមយកជីវិតអ្នកទាំងអស់គ្នាឲ្យទៅនៅក្បែរនាងយប់នោះពួកគេប្រថុយប្រថានត្រឡប់ទៅផ្ទះជួលនោះម្ដងទៀតជាមួយដបសាំងនិងសម្ភារៈជីកកាយបរិយាកាសក្នុងផ្ទះប្រែជាត្រជាក់ដោយឆ្អឹងខ្នងសំឡេងសាច់ចង្អឹកបន្លឺឡើងពេញផ្ទះពេលពួកគេចាប់ផ្ដើមជីកនៅកន្លែងដែលសង្ស័យស្រាប់តែមានដៃយ៉ាងត្រជាក់មកចាប់ជើងវិបុលទាញចូលទៅក្នុងរន្ធដីផែនដីដែលកំពុងវង្វេងស្មារតីស្រាប់តែស្រែកឡើងយ៉ាងខ្លាំងរួចយកកំណត់ហេតុនោះមកដុតចោលភ្លាមផ្សែងខ្មៅអាប់អួរបានភីចេញពីសៀវភៅនោះរួមជាមួយសម្រែកឈឺចាប់យ៉ាងខ្លាំងនៅពេលកំណត់ហេតុឆេះអស់ស្រមោលខ្មៅដែលធ្លាប់តែសាហាវក៏ប្រែជាស្រទន់ហើយរូបរាងនារីក៏លេចចេញមកយ៉ាងស្អាតបាតនាងញឹមដាក់ពួកគេទាំងទឹកភ្នែករួចក៏លីបាត់ទៅក្នុងអាកាសបន្ទាប់ពីនាងចាក់ចេញទៅពួកគេបានជីកឃើញកំទេចឆ្អឹងដែលគេច្រកក្នុងឆ្នាំងដីតូចមួយពួកគេបានយកឆ្អឹងនោះទៅធ្វើបុណ្យបង្សុកូលតាមប្រពៃណីនៅវត្តអារាមផ្ទះជួលនោះត្រូវបានម្ចាស់ថ្មីទិញរួចវាយកំទេចចោលដើម្បីសាងសង់ជាសួនច្បារវិញយុវជនទាំងនោះបានរៀនសូត្រនៅមេរៀនដ៏ធំមួយក្នុងជីវិតទោះបីជាពួកគេមានសុវត្ថិភាពហើយក្តីប៉ុន្តែរាល់ពេលដែលដើរកាត់ផ្ទះចាស់ឬកន្លែងស្ងាត់ជ្រងពួកគេតែងតែមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងតែសម្លឹងមើលមកពួកគេពីក្នុងភាពងឹតជានិច្ច